ព្រះគម្ពីរជនខៀននាចំពុកទី29នៅថ្ងៃទី1ក្នុងខែអាសត់នោះត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធមិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះនេះជាថ្ងៃសម្រាប់ផ្លុំត្រែឲ្យឯងរាល់គ្នាត្រូវឲ្យថ្វាយដង្វាយដុតជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាគឺជាកូនគោឈ្មោលមួយជាមឈ្មោលមួយនិងកូនជាមឈ្មោល7ឥតខ្ចោះអាយុ1ខួបព្រមទាំងដង្វាយម្សៅលីដោយប្រេងគឺ3ខ្ញឹងសម្រាប់កូននោះ2ខ្ញឹងសម្រាប់ជាមនោះនិង1ខ្ញឹងសម្រាប់កូនជាមួយក្នុងជាមទាំង7នោះហើយពពែឈ្មោលមួយសម្រាប់ជាដង្វាយលុះបាបផងប្រយោជន៍ឲ្យធូននឹងឯងរាល់គ្នានោះត្រូវថ្វាយឲ្យលើសពីដង្វាយដុតដែលតែងថ្វាយនៅថ្ងៃចូលខែនិងដង្វាយម្សៅផងហើយលើសពីដង្វាយដុតដែលតែងថ្វាយជានិច្ចនិងដង្វាយម្សៅហើយដង្វាយជ្រួចនោះដែរត្រូវថ្វាយតាមរបៀបដង្វាយនោះទុកជាដង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ានោះដល់ថ្ងៃ10ក្នុងខែអាសត់ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធហើយត្រូវបញ្ឈឺចិត្តខ្លួនមិនត្រូវឲ្យធ្វើការអ្វីឲ្យសោះត្រូវថ្វាយដង្វាយដុតទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាវិញគឺជាគោឈ្មោលមួយជាមឈ្មោលមួយនិងកូនជាមឈ្មោល7ឥតខ្ចោះអាយុ1ខួបព្រមទាំងដង្វាយម្សៅផងជាម្សៅយ៉ាងម៉ត់លាយដោយប្រេងគឺ3ខ្ញឹងសម្រាប់កូននោះ2ខ្ញឹងសម្រាប់ជាមនោះនិង1ខ្ញឹងសម្រាប់កូនជាមួយក្នុងកូនជាមទាំង7នោះហើយពពែឈ្មោលមួយសម្រាប់ជាដង្វាយលួសបាបផងនេះត្រូវថ្វាយឲ្យលើសពីដង្វាយលួសបាបដែលតែងថ្វាយឲ្យធូរនឹងខ្លួនហើយលើសពីដង្វាយដុតដែលតែងថ្វាយជានិច្ចព្រមទាំងដង្វាយម្សៅនិងដង្វាយជ្រួចនោះដែរនៅថ្ងៃ15ក្នុងខែអាសត់ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំបរិសុទ្ធមិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះហើយត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ាអស់7ថ្ងៃក៏ត្រូវថ្វាយដង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាគឺកូនគោឈ្មោល13ជាមឈ្មោល2កូនជាមឈ្មោល14ឥតខ្ចោះអាយុ1ខួបព្រមទាំងដង្វាយម្សៅផងជាម្សៅយ៉ាងម៉ត់លាយដោយប្រេងគឺ3ខ្ញឹងសម្រាប់គោឈ្មោលនីមួយក្នុងគោទាំង13នោះ2ខ្ញឹងសម្រាប់ជាមឈ្មោលនីមួយក្នុងជាមទាំង2និង1ខ្ញឹងសម្រាប់កូនជាមនីមួយក្នុងកូនជាមទាំង14ហើយពពែឈ្មោលមួយសម្រាប់ជាដង្វាយលុបបាបផងនេះឲ្យលើសពីដង្វាយដុតដែលតែងថ្វាយជានិច្ចនិងដង្វាយម្សៅហើយដង្វាយជ្រួចនោះដែរនៅថ្ងៃទី2ត្រូវថ្វាយកូនគោឈ្មោល12ជាមឈ្មោល2កូនជាមឈ្មោល14ឥតខ្ចោះអាយុ1ខួបព្រមទាំងដង្វាយម្សៅនិងដង្វាយជ្រួចសម្រាប់គោជាមនិងកូនជាមទាំងប៉ុន្មានតាមចំនួនឲ្យត្រូវតាមរបៀបហើយពពែឈ្មោលមួយសម្រាប់ជាដង្វាយលុបបាបផងនេះឲ្យលើសពីដង្វាយដុតដែលតែងថ្វាយជានិច្ចនិងដង្វាយម្សៅហើយដង្វាយជ្រួចនោះដែរនៅថ្ងៃទី3ត្រូវថ្វាយគោឈ្មោល11ជាមឈ្មោល2កូនជាមឈ្មោល14ឥតខ្ចោះអាយុ1ខួបព្រមទាំងដង្វាយម្សៅនិងដង្វាយជ្រួចសម្រាប់គោជាមនិងកូនជាមទាំងប៉ុន្មានតាមចំនួនឲ្យត្រូវតាមរបៀបហើយពពែឈ្មោលមួយសម្រាប់ជាដង្វាយលុបបាបផងនេះឲ្យលើសពីដង្វាយដុតដែលតែងថ្វាយជានិច្ចនិងដង្វាយម្សៅហើយដង្វាយជ្រួចនោះដែរនៅថ្ងៃទី4ត្រូវថ្វាយគោឈ្មោល10ជាមឈ្មោល2កូនជាមឈ្មោល14ឥតខ្ចោះអាយុ1ខួបព្រមទាំងដង្វាយម្សៅនិងដង្វាយជ្រួចសម្រាប់គោជាមនិងកូនជាមទាំងប៉ុន្មានតាមចំនួនឲ្យត្រូវតាមរបៀបហើយពពែឈ្មោលមួយសម្រាប់ជាដង្វាយលុបបាបផងនេះឲ្យលើសពីដង្វាយដុតដែលតែងថ្វាយជានិច្ចនិងដង្វាយម្សៅហើយដង្វាយជ្រួចនោះដែរនៅថ្ងៃទី5ត្រូវថ្វាយគោឈ្មោល9ជាមឈ្មោល2កូនជាមឈ្មោល14ឥតខ្ចោះអាយុ1ខួបព្រមទាំងដង្វាយម្សៅនិងដង្វាយជ្រួចសម្រាប់គោជាមនិងកូនជាមទាំងប៉ុន្មានតាមចំនួនឲ្យត្រូវតាមរបៀបហើយពពែឈ្មោលមួយសម្រាប់ជាដង្វាយលុបបាបផងនេះឲ្យលើសពីដង្វាយដុតដែលតែងថ្វាយជានិច្ចនិងដង្វាយម្សៅហើយដង្វាយជ្រួចនោះដែរនៅថ្ងៃទី6ត្រូវថ្វាយគោឈ្មោល8ជាមឈ្មោល2កូនជាមឈ្មោល14ឥតខ្ចោះអាយុ1ខួបព្រមទាំងដង្វាយម្សៅនិងដង្វាយជ្រួចសម្រាប់គោជាមនិងកូនជាមទាំងប៉ុន្មានតាមចំនួនឲ្យត្រូវតាមរបៀបហើយពពែឈ្មោលមួយសម្រាប់ជាដង្វាយលុបបាបផងនេះឲ្យលើសពីដង្វាយដុតដែលតែងថ្វាយជានិច្ចនិងដង្វាយម្សៅហើយដង្វាយជ្រួចនោះដែរនៅថ្ងៃទី7ត្រូវថ្វាយគោឈ្មោល7ជាមឈ្មោល2កូនជាមឈ្មោល14ឥតខ្ចោះអាយុ1ខួបព្រមទាំងដង្វាយម្សៅនិងដង្វាយជ្រួចសម្រាប់គោជាមនិងកូនជាមទាំងអស់នោះតាមចំនួនឲ្យត្រូវតាមរបៀបហើយពពែឈ្មោលមួយសម្រាប់ជាដង្វាយលុបបាបផងនេះឲ្យលើសពីដង្វាយដុតដែលតែងថ្វាយជានិច្ចនិងដង្វាយម្សៅហើយដង្វាយជ្រួចនោះដែរនៅថ្ងៃទី8
ត្រូវឲ្យឯងរាល់គ្នាប្រជុំជំនុំមុតមមមិនត្រូវឲ្យធ្វើការរកស៊ីអ្វីឲ្យសោះត្រូវឲ្យថ្វាយដង្វាយដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ាគឺគោឈ្មោល1ជាមឈ្មោល1កូនជាមឈ្មោល7ឥតខ្ចោះអាយុ1ខួបព្រមទាំងដង្វាយម្សៅនិងដង្វាយជ្រួចសម្រាប់គោជាមនិងកូនជាមទាំងនោះតាមចំនួនឲ្យត្រូវតាមរបៀបហើយពពែឈ្មោល1សម្រាប់ជាដង្វាយលួសបាបផងនេះឲ្យលើសពីដង្វាយដុតដែលតែងថ្វាយជានិច្ចនិងដង្វាយម្សៅហើយដង្វាយជ្រួចនោះដែរត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយទាំងនេះដល់ព្រះយេហូវ៉ានៅអស់ទាំងថ្ងៃបុណ្យដែលមានកំណត់របស់ឯងឲ្យលើសពីអស់ទាំងដង្វាយដុតដង្វាយម្សៅដង្វាយជ្រួចនិងដង្វាយមេត្រីដែលឯងរាល់គ្នាថ្វាយសម្រាប់លាបំណន់និងដង្វាយដែលថ្វាយដោយស្ម័គ្រចិត្តនោះម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលតាមគ្រប់ទាំងសេចក្តីដែលព្រះយេហូវ៉ាបានបង្គាប់មក